ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់នៅវីដេអូមេរៀនភាសាចិនរបស់យើងជាបន្តទៀតវីដេអូរបស់យើងថ្ងៃនេះយើងនឹងបង្ហាញជូនបងប្អូនតាក់ទងទៅនឹងពាក្យដែលយើងប្រើប្រាស់នៅក្នុងរោងចក្រក៏ដូចជាប្រើប្រាស់នៅកន្លែងការងារបាទអញ្ចឹងយើងមានចំនួន10ពាក្យដើម្បីបង្ហាញជូនបងប្អូនគឺជាពាក្យនីមួយៗដែលប្រើប្រាស់នៅក្នុងផ្នែកនៃការងាររបស់យើងនឹងឯងបាទអញ្ចឹងសូមមកបើកក្តារខៀនជាមួយគ្នាបាទនេះគឺជាពាក្យទាំង10ដែលយើងនឹងត្រូវមកសិក្សាជាមួយគ្នាពេលនេះបាទចំណងជើងយើងអានចំណងជើងសិនចំណងជើងយើងអានថាcông厂chờ鱼công厂chờ鱼công厂chờ鱼បាទយើងបកថាពាក្យក្នុងរោងចក្របាទពាក្យក្នុងរោងចក្រឬក៏ពាក្យដែលយើងប្រើប្រាស់នៅក្នុងរោងចក្រនឹងឯងបាទពាក្យថាកុងឆាងយើងបកថារោងចក្រឈើអ៊ីបាទឈើអ៊ីគឺជាពាក្យបាទពាក្យដែលយើងប្រើប្រាស់ដែលយើងនិយាយស្ដីហ្នឹងអញ្ចឹងកុងឆាងឈើអ៊ីពាក្យប្រើប្រាស់ក្នុងរោងចក្របាទឬក៏ពាក្យក្នុងរោងចក្របាទអញ្ចឹងយើងមើលពាក្យដំបូងនេះបាទយើងអានថាជើវៃជើវៃជើវៃបាទជើវៃនេះយើងបកថាមុខងារឬក៏តំណែងបាទមុខងារឬក៏មុខតំណែងបាទអញ្ចឹងនៅកន្លែងការងារមួយគឺយើងមានផ្នែកផ្សេងគ្នាមានមុខងារផ្សេងគ្នាតំណែងផ្សេងគ្នាអញ្ចឹងទៅឧទាហរណ៍ថាក្នុងរោងចក្រយើងមានផ្នែកដឹកជញ្ជូនបាទអញ្ចឹងមានផ្នែកគុណភាពមានផ្នែកផលិតកម្មអញ្ចឹងទៅអញ្ចឹងទាំងអស់ហ្នឹងគឺជាផ្នែកឬក៏ជាមុខងារនីមួយនៅកន្លែងការងាររបស់យើងហ្នឹងអញ្ចឹងយើងប្រើថាជើវៃសម្រាប់ទៅលើចំណុចទាំងអស់ហ្នឹងបាទហើយពាក្យទី2យើងអានថាឡៅប៉ានឡៅប៉ានឡៅប៉ានបាទឡៅប៉ានខ្ញុំบอกថាថៅកែបាទថៅកែបងប្អូនដឹងហើយបាទគឺជាអ្នកបើកអាជីវកម្មម្ចាស់អាជីវកម្មហ្នឹងគឺជាថៅកែហ្នឹងឯងបាទហើយពាក្យទី3ឡៅប៉ាននាងឡៅប៉ាននាងឡៅប៉ាននាងបាទឡៅប៉ាននាងយើងบอกថាថៅកែស្រីបាទថៅកែស្រីបាទគឺជាថៅកែឬក៏ជាម្ចាស់អាជីវកម្មដែលគាត់ជានារីបាទអញ្ចឹងយើងបញ្ជាក់ឲ្យច្បាស់ថាឡៅប៉ានយ៉ាងហ្នឹងគឺប្រើទៅលើមនុស្សស្រីតែម្ដងប៉ុន្តែបើសិនតែយើងប្រើតែឡៅប៉ានទេនេះគឺមិនប្រកាសថាជាស្រីឬប្រុសទេបាទប៉ុន្តែបើសិនជាស្រីយើងប្រើពាក្យឡៅប៉ានយ៉ាងទេគឺថៅកែរបស់យើងគឺជាថៅកែស្រីបាទអញ្ចឹងយើងមើលពាក្យទី3យើងអានថាចុងជីងលីចុងជីងលីចុងជីងលីបាទចុងជីងលីយើងបកថានាយកបាទនាយកចង់ស្មើទៅលើអ្នកគ្រប់គ្រងរោងចក្រទាំងស្រុងនឹងឯងបាទបន្ទាប់ពីតកែមកគឺនាយកហើយបាទតកែគាត់ធ្វើការខ្លួនឯងនេះគាត់ជួននាយកឲ្យគ្រប់គ្រងរោងចក្រឬក៏គ្រប់គ្រងអាជីវកម្មរបស់គាត់ជំនួសគាត់ចឹងទៅបាទហើយបន្តមកទៀតយើងប្រើពាក្យថាជីងលីបាទជីងលីបាទជីងលីនេះយើងបកថានាយកគ្រប់គ្រងបាទនាយកគ្រប់គ្រងពីពាក្យនេះគឺបើយើងនិយាយពីតំណែងពាក្យថាចុងជីងលីនេះរៀងខ្ពស់ជាងជីងលីបាទឧទាហរណ៍ថារោងចក្រហ្នឹងយើងមាន 3-4 សាខាអញ្ចឹងទៅអញ្ចឹងចុងជីងលីនេះគឺគាត់គ្រប់គ្រងទាំងអស់ទាំង 3-4 សាខាហ្នឹងប៉ុន្តែបើសិនជាជីងលីនេះគឺអាចថាគាត់គ្រប់គ្រងតែមួយសាខាទេបានថា4អាគារ4រោងចក្រគេមានជីងលី4អ្នកអញ្ចឹងទៅអញ្ចឹងជីងលីមួយបាទនាយកមួយគ្រប់គ្រងមួយរោងចក្រអញ្ចឹងទៅប៉ុន្តែគេប្រើចុងជីងលីមួយអញ្ចឹងទៅដើម្បីគ្រប់គ្រងទាំង4ពីលើជីងលីនឹងទៀតបាទនេះគឺជាផ្នែកបាទផ្នែកនីមួយនៅកន្លែងការងារហ្នឹងឯងបាទអញ្ចឹងយើងទៅបន្តទៀតបាទពេលនេះយើងអានថាហ្វាងតុងបាទហ្វាងតុងនេះយើងบอกថាម្ចាស់អគារបាទម្ចាស់អគារនេះយើងអាចនិយាយថាអគារហ្នឹងគាត់អត់ធ្វើអាជីវកម្មខ្លួនឯងទេគាត់បង្កើតអគារឲ្យគាត់ជួលអគារហ្នឹងទៅបាទអញ្ចឹងអ្នកដែលទៅជួលហ្នឹងគឺគេយកអគារគាត់ហ្នឹងទៅធ្វើជាអាជីវកម្មហើយគាត់គឺជាម្ចាស់បាទអញ្ចឹងគឺគាត់ចាំយកលុយឈ្នួលប្រចាំខែអញ្ចឹងទៅបាទអញ្ចឹងហ្វាងតុងម្ចាស់អគារបាទពីបន្តយើងអានថាឆាងចាងបាទឆាងចាងនេះយើងบอกថាប្រធានរោងចក្របាទប្រធានរោងចក្រអញ្ចឹងគាត់ជាអ្នកគ្រប់គ្រងរោងចក្រទាំងមូលហ្នឹងបាទនៅក្នុងផ្នែកមួយផ្នែកនៃរោងចក្រហ្នឹងបាទអញ្ចឹងក្នុងរោងចក្រហ្នឹងគឺមានផលិតកម្មបាទមានផ្នែកឃ្លាំងបាទមានផ្នែក IE ផ្នែកតកាត់អីចឹងទៅគឺគេយកឆាងចាងម្នាក់ហ្នឹងទៅគ្រប់គ្រងផ្នែកទាំងអស់ហ្នឹងអញ្ចឹងគឺជាតំណែងមួយដែលគេហៅថាជាប្រធានរោងចក្របាទអញ្ចឹងយើងប្រើពាក្យឆាងចាងបាទពាក្យបន្តទៀតយើងអានថាចុងកួរកានពុចុងកួរកានពុបាទចុងកួរកានពុយើងบอกថាប្រធានចិនបាទប្រធានចិននេះគឺយើងចង់ស្នើទៅលើជនជាតិចិនដែលគាត់ជាប្រធានគ្រប់គ្រងផ្នែកនីមួយឧទាហរណ៍ថាក្នុងក្រុម D គេមាន5ក្រុមអញ្ចឹងទៅអញ្ចឹងគេមានប្រធានចិនប្រហែលអ្នកម្នាក់2នាក់អញ្ចឹងទៅគ្រប់គ្រងតាម line D អញ្ចឹងទៅ
ហើយនៅក្នុងក្រោមពីប្រធានចិនហ្នឹងយើងអាចមានប្រធានខ្មែរក៏មាន supervisor យ៉ាងទៅបាទអញ្ចឹងពាក្យថាចុងក្រនេះយើងចង់សំដៅទៅលើចិនគឺជនជាតិចិនហ្នឹងឯងហើយពាក្យថាការពូនេះយើងអាចចង់សំដៅទៅលើប្រធានតាមផ្នែកបាទកាន់តាមផ្នែកមួយហ្នឹងឯងអញ្ចឹងចុងក្រការពូយើងបកថាប្រធានចិនឬក៏ប្រធានចិនដែលគ្រប់គ្រងតាមផ្នែកមួយបាទអញ្ចឹងអ្នកដែលធ្វើការនៅក្នុងរោងចក្រយើងដឹងហើយយើងសម្រាយប៉ុណ្ណេះទៅបងប្អូនប្រកាសជាដឹងហើយថានាយកនឹងជាណាហានាយកគ្រប់គ្រងហើយប្រធានចិនហ្នឹងគាត់ធ្វើឲ្យគេខ្លះប្រធានអគារហ្នឹងគាត់តំណែងគេខ្លះអញ្ចឹងទៅយើងយល់បាទអញ្ចឹងអ្នកដែលធ្វើការរោងចក្រគាត់ស្គាល់ច្បាស់ហើយបាទអញ្ចឹងយើងទៅបន្តទៀតពាក្យថាយៀនកុងវាស្មើនឹងពាក្យជឺយៀនបាទយៀនកុងជឺយៀនបាទយៀនកុងហើយនឹងជឺយៀននេះយើងបកថាបុគ្គលិកបាទបុគ្គលិកបាទគឺជាអ្នកបម្រើការងារតាមផ្នែកនីមួយៗអញ្ចឹងបុគ្គលិកបើយើងនិយាយពីតំណែងហើយនឹងប្រាក់ខែគឺលើកម្មករតិចដែលថាគាត់មានចំណេះមានជំនាញរបស់គាត់ជាងខ្ពស់ជាងកម្មករយ៉ាងណាឧទាហរណ៍ថាគាត់ចេះភាសាអង់គ្លេសគាត់ចេះភាសាចិនគាត់ចេះកុំព្យូទ័រក៏គាត់មានជំនាញអីមួយយូរឆ្នាំច្បាស់លាស់តើទៅនឹងផ្នែកហ្នឹងគេអាចលើកគាត់ទៅជាតំណែងជាបុគ្គលិកបាទអញ្ចឹងបុគ្គលិកនេះយើងប្រើពាក្យយៀនកុងឬក៏ជឿយៀនបាទហើយពាក្យចុងក្រោយនេះយើងអានថាកិនតានយៀនកិនតានយៀនកិនតានយៀនបាទពាក្យថាកិនតានយៀននេះយើងបកថាបុគ្គលិកផ្នែកដំណើរការផលិតកម្មបាទបុគ្គលិកផ្នែកដំណើរការផលិតកម្មបាទគឺជាផ្នែកមួយដំបូងគេនៃរោងចក្របាទផ្នែកដំបូងគេយ៉ាងម៉េចផ្នែកកិនតាននេះគឺគាត់គ្រប់គ្រងតេតើងទៅនឹងការកំងអីវ៉ាន់ផ្សេងៗឧទាហរណ៍ថាដូចជាតេតើងជាមួយនឹង status របស់ accessory បាទតេតើងជាមួយនឹងឯកសារគំរូឯកសារ production ផ្សេងៗនេះគឺឆ្លងកាត់ពួកគាត់មុនគាត់តេតើងជាមួយនឹងខាងភ្ញៀវខាងអីយ៉ាងទៅដើម្បីទម្លាក់ឯកសារមកហើយយើងយកឯកសារទាំងអស់នោះមកធ្វើជាដំណាក់កាលនីមួយៗនៃផលិតកម្មរបស់យើងឬក៏តាមរោងចក្រខ្លះគឺគេមានចែកផ្នែកផ្សេងបាទផ្នែកខ្លះតាមខ្លះគាត់កំងទិញអីវ៉ាន់ទិញកណាត់ទិញ accessory ចូលហើយផ្នែកខ្លះទៀតគាត់ផ្នែកខាងគំរូផ្នែកខ្លះទៀតខាងឯកសារយ៉ាងទៅអញ្ចឹងមកផ្នែកកិនតានគឺគាត់មានច្រើនផ្នែកតូចៗនៅក្នុងហ្នឹងដែលជាផ្នែកដំណើរការនៃផលិតកម្មហ្នឹងឯងបាទអញ្ចឹងចាប់ផ្ដើមពីគាត់ហើយបានយើងមានឯកសារមានaccessory ទាំងអស់ធ្វើផលិតកម្មបាទដំណើរការផលិតកម្មបាទអញ្ចឹងបានជាគេបកថាបុគ្គលិកផ្នែកដំណើរការផលិតកម្មភាសាចិនកិនតានយៀនបាទបាទអញ្ចឹងបងប្អូនទាំងអស់គ្នាពាក្យដែលយើងបង្ហាញជូនបងប្អូនថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងសិនបាទចំនួន10ពាក្យហើយបងប្អូនរៀនឲ្យចេះឲ្យច្បាស់ទៅថ្ងៃក្រោយឬក៏វីដេអូក្រោយយើងមកជួបគ្នាជាមួយនឹងពាក្យថ្មីបន្តទៀតដែលប្រើប្រាស់នៅក្នុងផ្នែករោងចក្រនេះឯងបាទអញ្ចឹងយើងសូមបញ្ចប់នៅវីដេអូរបស់យើងប៉ុណ្ណេះហើយបងប្អូនកុំភ្លេចរងចាំជួបគ្នានៅក្នុងវីដេអូបន្តទៀតបាទនេះសូមអរគុណសូមជម្រាបលា